មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរចាត់ទុកការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់វិស័យទេសចរក្នុងកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសិក្ខាសាលាស្ដីពីយុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរនៅខេត្តសៀមរាបនាថ្ងៃទី20ខែសីហានេះលោកជំទាវ ហ៊ុន ដានីរដ្ឋលេខាធិការក្រសួងទេសចរនិងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរបានគូបញ្ជាក់ថាការបើកយុទ្ធនាការនិងការផ្សព្វផ្សាយពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរជាតិឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាពលោកជំទាវ ហ៊ុន ដានីបានមានប្រសាសន៍ថាវិស័យទេសចរគឺជាមាសបៃតងដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់បង្កើតចំណូលជាតិការងារនិងការពារបរិស្ថានក្នុងនេះរដ្ឋាភិបាលកម្ពុជាក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការពង្រឹងភាពធន់ការរៀបចំកញ្ចប់អត្ថប្រយោជន៍និងការអន្តរាគមន៍ចាំបាច់នានាដើម្បីបង្កើតឱកាសមុខរបរនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋលោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថាសម្រាប់សិក្ខាសាលាដែលយើងរៀបចំនាពេលខាងមុខនេះដែរគឺដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1លើកទឹកចិត្តអ្នកប្រកបរបរស្វ័យនិយោជនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរឲ្យមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធផ្លូវការផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្ដីពីបានជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីគាំទ្រដល់ការអភិវឌ្ឍមុខរបរពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពការងារនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងពង្រឹងគុណភាពសេវាកម្មទាំងក្នុងនិងក្រៅប្រព័ន្ធឯកឧត្តម ឡៃ សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថាការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរគឺជាការរៀបចំនិងផ្ដល់ការគាំទ្រដល់អាជីវករឬអ្នកប្រកបរបរតូចតាចក្នុងវិស័យទេសចរឲ្យចូលមកក្នុងប្រព័ន្ធផ្លូវការដើម្បីទទួលបានការពារផ្នែកច្បាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងអត្ថប្រយោជន៍សង្គមហើយសារៈសំខាន់នៃការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរអាចជួយអ្នកលក់ដូរតាមតំបន់គោលដៅទេសចរនិងអ្នកផ្ដល់សេវាកម្មខ្នាតតូចឲ្យមានលក្ខណៈសម្គាល់ច្បាស់លាស់ផ្ដល់ឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញនិងការគាំទ្រហិរញ្ញវត្ថុពង្រឹងសេវាគាំពារសង្គមបណ្ដាញសុវត្ថិភាពការងារសម្រាប់យុវជនប្រជាពលរដ្ឋនិងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរឯកឧត្តមបន្តថាសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងនិងបង្កើនសមត្ថភាពយុវជនក៏ដូចជាអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសក្នុងវិស័យទេសចរឲ្យដើរស្របគ្នាទៅនឹងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលជាក់ស្ដែងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកិច្ចការអាទិភាពដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជួយឲ្យពួកគាត់ទទួលបានការគាំទ្រផ្នែកសង្គមគិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាននិងសេដ្ឋកិច្ចជាតិលោក ស៊ុន ចំណាននាយករងរដ្ឋបាលខេត្តសៀមរាបមានប្រសាសន៍ថាខេត្តបន្តជំរុញផ្សព្វផ្សាយនិងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានទូលំទូលាយដល់មូលដ្ឋានភូមិឃុំសង្កាត់ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះឲ្យកាន់តែជ្រួតជ្រាបដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងប្រទេសខេត្តនឹងបន្តជំរុញផ្សព្វផ្សាយអំពីប្រយោជន៍នៃការចុះឈ្មោះនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដល់ប្រជាពលរដ្ឋប្រកបអាជីវកម្មក្រៅប្រព័ន្ធក្នុងខេត្តនិងបន្តសហការជាមួយអង្គការស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងបន្តអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានប្រសិទ្ធភាពផងដែរ